បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនិយាយពីរឿងបរិបទនៅក្នុងការបង្កើតចំណូលរបស់បងប្អូនប្រជាពលរដ្ឋអញ្ចឹងនៅពេលដែលប្រទេសមួយប្រជាពលរដ្ឋនោះគាត់មានចំណូលលុះត្រាតែគាត់មានជំនាញឬក៏ការងារហើយទាំងអស់ហ្នឹងវាចូលរួមក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋហើយក៏ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែរអញ្ចឹងនៅក្នុងករណីប្រទេសកម្ពុជាបងប្អូនមួយចំនួនធ្លាប់តែលើកឡើងថាយើងមាននិន្នាការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកើនការងារនោះក៏ច្រើនប៉ុន្តែបងប្អូនមួយចំនួនគាត់មានអារម្មណ៍ថាគាត់អត់ទទួលបានផលពីការអភិវឌ្ឍសេដ្ឋកិច្ចនឹងផងហើយការងារក៏គាត់អត់ទទួលបានដែរអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំចង់ចែករំលែកបរិបទហ្នឹងដើម្បីបញ្យល់ប្រាប់ឲ្យបងប្អូនយល់ដោយយោងទៅតាមការស្រាវជ្រាវជាក់ស្ដែងហើយបងប្អូនអាចយកទៅពិចារណាទាំងអស់គ្នាថាតើបងប្អូនដែលមានអារម្មណ៍មួយថាមិនទទួលបានផលប្រយោជន៍នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតើនៅក្នុងក្រុមណាហើយរដ្ឋាភិបាលហ្នឹងគួរតែធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងដើម្បីគីកូធនធានដែលយើងមានហ្នឹងកុំទុកចោលនាំយកទៅការអភិវឌ្ឍសេដ្ឋកិច្ចជាតិអញ្ចឹងនៅក្នុងបរិបទនេះខ្ញុំសូមបញ្យល់បងប្អូនទី1គឺរឿងកត្តាខ្លួនឯងសិនថាតើកត្តាខ្លួនឯងចេញមកពីបងប្អូនប្រជាពលរដ្ឋហ្នឹងគាត់ស្ថិតនៅក្នុងក្រុមណាហើយបន្ទាប់មកយើងសួរថាតើគួរតែបន្ទោសទៅនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលស្ថាប័នក្រសួងពាក់ព័ន្ធផ្សេងៗឬក៏យ៉ាងម៉េចនេះគឺជាបរិបទមួយដែលខ្ញុំចង់បញ្យល់ឲ្យបងប្អូននឹងបានយល់ឥឡូវយើងចាប់ផ្ដើមពីរឿងកត្តាខ្លួនឯងសិនអញ្ចឹងនៅពេលដែលរឿងខ្លួនឯងនៅពេលដែលយើងអត់មានការងារធ្វើអ្នកដែលប៉ះពាល់មុនគេនោះគឺយើងបាទអញ្ចឹងយើងប្រកាសជាយើងប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃបន្ទាប់មកគឺភារៈរបស់រដ្ឋាភិបាលព្រោះវាជាបន្ទុករបស់រដ្ឋាភិបាលនៅពេលដែលប្រទេសមួយនឹងមានអត្រាអ្នកអត់ការងារធ្វើច្រើននេះគឺជារឿងមួយដែលសង្គមឬក៏រដ្ឋាភិបាលនឹងត្រូវដោះស្រាយអញ្ចឹងជាបរិបទមួយដែលត្រូវចូលរួមចំណែកបដិកលាគ្នាដើម្បីដោះស្រាយបញ្ហាបើមិនជាអត់ដោះស្រាយបញ្ហាទេអ្នកដែលអត់មានការងារធ្វើច្រើននៅក្នុងប្រទេសមួយនឹងបង្កភាពចលាចលអញ្ចឹងភាពចលាចលអាចនឹងមានការតវ៉ាឬក៏មានអំពើអបាយមុខផ្សេងៗឬក៏មានបញ្ហាអសន្តិសុខជាច្រើននៅក្នុងប្រទេសមួយនឹងនេះគឺជាផលដែលកើតឡើងពីភាពអត់ការងារធ្វើច្រើននៅក្នុងប្រទេសមួយប៉ុន្តែទាំងអស់នឹងវាទាមទារការចូលរួមរបស់អ្នកដែលពាក់ព័ន្ធក្នុងការតាក់តែងគោលនយោបាយដែរព្រោះរដ្ឋាភិបាលឬក៏អ្នកដឹកនាំប្រទេសមួយត្រូវតែប្រមូលធនធានដែលខ្លួនឯងមានចូលរួមចំណែកក្នុងដំណើរការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យប្រទេសនឹងជឿនលឿនតាមរយៈក្នុងការតាក់តែងគោលនយោបាយជាក់ស្ដែងអញ្ចឹងស្ថាប័នក្រសួងដែលពាក់ព័ន្ធនោះគឺមានផែនទីបង្ហាញផ្លូវមួយដោយរដ្ឋាភិបាលដើម្បីតម្រង់ទិសនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយើងមើលនៅក្នុងចាប់ផ្ដើមពីកត្តាខ្លួនឯងបើសិនជាយើងមើលនៅក្នុងការរាយការណ៍របស់ស្ថាប័នស្រាវជ្រាវមួយចំនួនដែលខ្ញុំលើកឡើងពីស្ថាប័នក្រសួងមួយហើយបន្ទាប់មកគឺខ្ញុំយកមូលដ្ឋានរបស់ធនាគារពិភពលោកប្រចាំកម្ពុជាដើម្បីឲ្យបងប្អូនយល់ពីទិដ្ឋភាពពីរផ្សេងគ្នាយើងមើលផ្ដើមចេញពីរឿងខាងរដ្ឋាភិបាលវិញនៅក្នុងចន្លោះឆ្នាំ2019ដល់ក្នុងឆ្នាំ2026ហ្នឹងគឺអត្រាការងារហ្នឹងកើនបាទអញ្ចឹងមានចំនួនអ្នកធ្វើការហ្នឹងកើនឡើងជាបន្តបន្ទាប់ប៉ុន្តែខ្ញុំនឹងបញ្យល់លម្អិតជាថាក្នុងការងារហ្នឹងវាមានចំណុចណាខ្លះដែលបងប្អូននឹងតវ៉ាប្រឆាំងទៅនឹងរបាយការណ៍ហ្នឹងហើយបងប្អូនខ្លះគាត់មិនពេញចិត្តទេឬក៏អ្នកខ្លះដែលមាននិន្នាការប្រឆាំងឬក៏មាននិន្នាការមិនស្របទៅនឹងគោលនយោបាយរដ្ឋាភិបាលគាត់រឹតតែមិនពេញចិត្តទៀតនេះគឺជាអ្វីដែលខ្ញុំនឹងបញ្យល់ប្រាប់បងប្អូនជាក់ស្ដែងយើងមើលការងារទាំងអស់ហ្នឹងគឺកាលពីឆ្នាំ2019គឺមានចំនួនតែ 9.23 លានអ្នកអញ្ចឹងក្នុងឆ្នាំ2026ហ្នឹងមានជាង11លានអ្នកនឹងរបាយការណ៍របស់រដ្ឋាភិបាលក្រសួងការងារ NIS ហើយនឹងតួលេខខាងក្រសួងពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជានេះគឺបានបង្ហាញអញ្ចឹងនៅក្នុងការងារទាំងអស់នោះគឺក្តោបទៅនៅវិស័យកសិកម្មឧស្សាហកម្មនិងសេវាកម្មប៉ុន្តែបងប្អូនត្រូវមើលចំណុចទៀតថានៅក្នុងការងារទាំងអស់នោះគឺគេបែងចែកជាពីរទៀតគឺការងារដែលគាត់ធ្វើខ្លួនឯងហើយការងារដែលគាត់ស៊ីឈ្នួលគេឬក៏ទទួលបានប្រាក់ឈ្នួលជាងបែងចែកជាពីរធំអញ្ចឹងការងារដែលគាត់ធ្វើខ្លួនឯងគឺមានចំណែកធំជាងគេនៅក្នុងប្រទេសកម្ពុជាណាហើយនេះបើយោងទៅតាមមូលដ្ឋានដែលខ្ញុំចង់បញ្យល់ដោយយោងទៅតាមការស្រាវជ្រាវរបស់ធនាគារពិភពលោកកាលពីឆ្នាំ2019អញ្ចឹងរបាយការណ៍របស់រដ្ឋាភិបាលនេះគឺ2026ប៉ុន្តែធនាគារពិភពលោកគេបានយកស្រាវជ្រាវនឹងពីមុនហើយខ្ញុំចង់យកជាមូលដ្ឋានដើម្បីបញ្យល់ថារបាយនៅក្នុងការងារសរុបនឹងវានៅកន្លែងណាខ្លះអញ្ចឹងបើសិនជាយោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងប្រទេសកម្ពុជានឹងគឺអ្នកដែលធ្វើការខ្លួនឯងអញ្ចឹងអ្នកដែលធ្វើការខ្លួនឯងនឹងមានគាត់ធ្វើកសិកម្មមានតែគាត់ធ្វើស្រែចម្ការអីផ្សេងៗគឺគាត់អត់មានប្រាក់ឈ្នួលទេគាត់ធ្វើការងារដោយខ្លួនឯងហើយមួយទៀតការងារដោយខ្លួនឯងគាត់លក់ដូរបាទលក់ដូរតាមផ្លូវឬក៏លក់ដូរតាមផ្ទះហ្នឹងគឺជាការងារដែលគាត់បង្កើតដោយខ្លួនឯងហើយចំណែកហ្នឹងគឺមានចំណែករហូតដល់55.5%នេះបើយោងទៅតាមធនាគារពិភពលោកគឺមានចំណែកធំជាងគេហើយការងារដែលគាត់ទទួលបានប្រាក់កម្រៃអញ្ចឹងការងារដែលទទួលបានប្រាក់កម្រៃដូចជាគាត់ស៊ីឈ្នួលគេនោះក៏ជាការងារដែលទទួលបានប្រាក់ឈ្នួលដែរទី2ហ្នឹងគឺការងាររដ្ឋអញ្ចឹងការងារនៅក្នុងស្ថាប័នរដ្ឋហើយមានការងារដែលគាត់ធ្វើការនៅក្នុងក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជាដែលបង្កើតឡើងដោយជនជាតិខ្មែរនិងក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគក្នុងប្រទេស
កម្ពុជានោះគឺជារបាយការងារដែលមាននៅក្នុងប្រទេសកម្ពុជាដែលបង្កើតការងារនោះគឺគ្រប់ទាំងអស់ហ្នឹងបើសិនជាយើងសរុបទៅគឺការងារដែលទទួលបានគេហៅថាការងារសរុបនៅក្នុងចំនួនដែលមានការស្រាវជ្រាវជាក់ស្ដែងនោះគឺមាន6ផ្នែកធំៗហើយបើសិនជាយើងមើលក្នុងផ្នែកដែលធំជាងគេនោះគឺការងារដែលធ្វើដោយខ្លួនឯងមានកសិកម្មនិងការងារដែលជាលក្ខណៈសហគ្រាសគ្រួសារអញ្ចឹងបើសិនជាយើងមើលថានៅក្នុងការងារក្នុងវិស័យកសិកម្មឬក៏សហគ្រាសគ្រួសារហ្នឹងគាត់ធ្លាក់ចំណូលអញ្ចឹងកាលណាគាត់ធ្លាក់ចំណូលគាត់បន្ទោសហើយប្រកបជាគាត់បន្ទោសខាងអ្នកពាក់ព័ន្ធក្រសួងពាក់ព័ន្ធនានាថាតើហេតុអីបានជាគាត់ចេញរបាយការណ៍ថាការងារនៅក្នុងប្រទេសកម្ពុជាច្រើនប៉ុន្តែចំណូលរបស់គាត់ធ្លាក់យើងមើលរបាយហ្នឹងគឺ 50% ជាង 55% នោះគឺច្រើនមែនទែននេះគឺជារឿងមួយដែលយើងត្រូវគិតហើយយើងត្រូវតែដោះស្រាយគាត់អញ្ចឹងនៅពេលដែលគាត់មានការធ្លាក់ចំណូលគាត់ប្រកបជាបន្ទោសរដ្ឋាភិបាលបន្ទោសអ្នកតាក់តែងគោលនយោបាយបន្ទោសស្ថាប័នក្រសួងដែលពាក់ព័ន្ធដែលយើងបានដឹងឮនៅក្នុងបណ្ដាញសង្គមនេះគឺជាអ្វីដែលកើតឡើងទាក់ទងទៅនឹងរបាយការណ៍ងារនៅក្នុងប្រទេសកម្ពុជាប៉ុន្តែបើសិនជាក្រុមហ៊ុនតែធ្វើការងារនៅក្នុងក្រុមហ៊ុនអញ្ចឹងក្រុមហ៊ុនក្នុងស្រុកឬក្រុមហ៊ុនបរទេសឬក៏ការងាររដ្ឋពេលខ្លះគាត់យល់បាទអញ្ចឹងគាត់យល់គាត់មិនសូវរិះគន់រដ្ឋាភិបាលអីទោះបីជាគាត់មានលក្ខណៈមួយបាត់បង់ការងារក្នុងមួយរយៈប៉ុន្តែគាត់យល់ពីស្ថានភាពសេដ្ឋកិច្ចប៉ុន្តែអ្នកផ្សេងគឺគាត់អត់មានគាត់មិនសូវយល់អញ្ចឹងគាត់មានលក្ខណៈមួយរិះគន់ទៅនឹងស្ថាប័នអ្នកដែលពាក់ព័ន្ធរឿងភាពមានការងារធ្វើនៅក្នុងប្រទេសកម្ពុជាទាំងអស់ហ្នឹងហើយយើងត្រូវដោះស្រាយឲ្យគាត់អញ្ចឹងមានទាំង6ផ្នែកហ្នឹងវាទាក់ទងឲ្យគាត់នឹងមានចំណូលអញ្ចឹងកាលណាឲ្យគាត់មានចំណូលគាត់ត្រូវតែមានជំនាញហើយអញ្ចឹងកាលណាមានជំនាញរដ្ឋាភិបាលហ្នឹងគឺយើងត្រូវតែមានការតាក់តែងយើងមើលនៅក្នុងយន្តការរបស់រដ្ឋាភិបាលហ្នឹងមិនមែនស្ថាប័នក្រសួងមួយហ្នឹងអាចដោះស្រាយបញ្ហានេះបានទេព្រោះការងារសរុបហ្នឹងគឺជាការងារមួយដែលថ្នាក់ជាតិទាំងអស់របៀបធ្វើការជាមួយស្ថាប័នក្រសួងទាំងអស់នៅក្នុងការធ្វើការជាមួយគ្នាយើងអាចបន្ទោសខាងក្រសួង1ឬក្រសួង2ឬក្រសួង3ទេនៅក្នុងបញ្ហាទាំងអស់ហ្នឹងគឺត្រូវដោះស្រាយគាត់ឧទាហរណ៍ថារឿងកសិកម្មគឺជាភារៈមួយដែលយើងត្រូវតែមូលមិត្តគ្នាដើម្បីដោះស្រាយបញ្ហាឲ្យគាត់ហ្នឹងគាត់ត្រូវតែមានចំណូលគាត់ថាគាត់មានចំណូលគាត់ត្រូវមានជំនាញកាលណាគាត់មានជំនាញគាត់ផលិតបានច្រើនហើយផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគូគងដើម្បីឲ្យគាត់នឹងមានចំណូលនេះគឺជារឿងដែលយើងត្រូវដោះស្រាយឲ្យគាត់ណាដូចជាអ្នកលក់ដូរតាមផ្លូវឬក៏យើងនិយាយថា informal economy ឬក៏យើងនិយាយអំពីរឿងសហគ្រាសជាលក្ខណៈគ្រួសារនឹងយើងត្រូវតែលើកទឹកចិត្តឲ្យគាត់យ៉ាងម៉េចដើម្បីឲ្យគាត់នឹងមានជីវភាពទូធាយើងការងារស៊ីឈ្នួលគេការងាររដ្ឋយើងត្រូវតែពង្រឹងជំនាញហើយការងារនៅក្នុងក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជានេះគឺយើងត្រូវពង្រឹងលើជំនាញអញ្ចឹងជំនាញទាំងអស់នេះវាត្រូវតែគូគងទៅនឹងរឿងគោលនយោបាយថ្នាក់ជាតិរបស់រដ្ឋាភិបាលហ្នឹងទើបអាចប្រមូលធនធានដែលយើងមានហ្នឹងចេញជាផ្លែផ្កានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនឹងជាក់ស្ដែងប៉ុន្តែយើងមើលនៅក្នុងការពិតនៅក្នុងការរិះគន់ឬក៏ដែលយើងដឹងនៅក្នុងបណ្ដាញសារព័ត៌មានទាំងអស់ហ្នឹងយើងធ្លាប់ឮថាមានតែការងារដែលយើងត្រូវពង្រឹងនោះគឺក្រុមហ៊ុនឯកជនបាទអញ្ចឹងក្រុមហ៊ុនឯកជនហ្នឹងវាមានគ្រប់ទាំងអស់នៅក្នុងប្រទេសកម្ពុជាប៉ុន្តែក្រុមហ៊ុនឯកជនហ្នឹងដែលជាការងារស៊ីឈ្នួលហ្នឹងគឺតំណាងឲ្យតែ 32% នៃការងារសរុបអញ្ចឹងមានន័យថា 68% ផ្សេងទៀតយើងអត់បានយកចិត្តទុកដាក់អញ្ចឹងកាលណាយើងអត់បានយកចិត្តទុកដាក់នៅពេលដែលមានវិវាទឬក៏មានវិបត្តិសេដ្ឋកិច្ចសកលនេះគឺជារឿងមួយដែលគាត់ត្រូវប្រឈមមុខនឹងខ្លាំងជាងគេអញ្ចឹងយើងមើលក្នុងអត្រាការងារនៅក្នុងប្រទេសកម្ពុជាច្រើនប៉ុន្តែភាពងាយរងគ្រោះនៅក្នុងការដោះស្រាយទៅនឹងការផ្ដល់ការងារសម្រាប់បងប្អូនប្រជាពលរដ្ឋនឹងហាក់ដូចជាគេហៅថាអត់ស៊ីសង្វាក់គ្នានេះគឺជាផលដែលកើតឡើងនៅក្នុងតថភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងវាទាមទារការចូលរួមទាំងអស់គ្នានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយើងមើលទាំងអស់ហ្នឹងវាតាក់ទងទៅនឹងរឿងភាពប្រកួតប្រជែងដើម្បីធ្វើឲ្យសហគ្រាសនៅក្នុងប្រទេសកម្ពុជាហ្នឹងមានភាពរីកចម្រើនហើយខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយចោះដើម្បីឲ្យបងប្អូនយកទៅពិចារណាយើងមើលនៅក្នុងការសិក្សារបស់ធនាគារពិភពលោកកាលពីឆ្នាំ2019នេះលើកឡើងថាក្រុមហ៊ុននៅក្នុងស្រុករបស់ប្រទេសកម្ពុជាហ្នឹងគឺមានចំណែក 60% ហើយដែលគាត់មានអាយុកាលឈរជើងនឹងចន្លោះពី1ឆ្នាំទៅ5ឆ្នាំមានន័យថា 60% ដែលជាការចូលរួមចំណែកទាក់ទងទៅនឹងការបង្កើតការងារក្នុងប្រទេសកម្ពុជាប៉ុន្តែក្រុមហ៊ុនទាំងអស់ហ្នឹងគឺអត់អាចរីកចម្រើនទេដោយសារតែទី1នឹងគាត់ប្រឈមទៅនឹងរឿងគេហៅថាផលិតភាពក្នុងកម្លាំងពលកម្មរបស់យើងនេះគឺមានកម្រិតទាបដូចជាថ្លៃដើមនៃការធ្វើអាជីវកម្មក៏មានកម្រិតមួយខ្ពស់ការចំណាយផ្សេងនៅក្នុងការធ្វើធុរកិច្ចនោះក៏មានលក្ខណៈខ្ពស់ហើយនឹងភាពជាសហគ្រិននៅក្នុងការអភិវឌ្ឍចំនួនរបស់គាត់នោះក៏ហាក់នៅមានកម្រិតប៉ុន្តែវៀតណាមគេបានលើកករណីវៀតណាមនោះគឺមានភាពរីកចម្រើនក្រុមហ៊ុនគេកាន់តែរីកចម្រើនហើយកម្លាំងពលកម្មគេកាន់តែរីកចម្រើននេះវាបន្ស៊ីគ្នាទៅនឹងនិន្នាការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់គេអញ្ចឹងទាំងអស់នោះវាតកតងទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលអញ្ចឹងមិនមែនតែក្រសួងមួយទេអញ្ចឹងវាតកតងនឹងរបៀបធ្វើការរបស់រដ្ឋាភិបាលក្នុងការដាក់ចេញនៅក្នុងផែនការបង្កើតការងារអញ្ចឹងការណាបង្កើតការងារគឺគាត់មានចំណូលគឺគាត់មានចំណូលគឺគាត់អាចរុញឲ្យមានសកម្មភាពក្នុងការផលិត
លិតរបស់គាត់នឹងកាន់តែច្រើនគាត់មិនបន្ទោសរដ្ឋាភិបាលប៉ុន្តែវាទាមទារនៅក្នុងគោលនយោបាយនោះវាប្រតិកលាគ្នាចំពោះកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជាហើយទៅតាមផ្នែកដែលយើងមាននេះគឺជាបរិបទមួយដែលខ្ញុំចង់ចែកម្លែកប្រាប់បងប្អូនឲ្យយល់ពីតថភាពជាក់ស្ដែងក្នុងការបង្កើតការងារនៅក្នុងប្រទេសកម្ពុជានោះបាទ